ផលនៃផ្ទៃកញ្ចក់ផែនដីទទួលបានវិទ្យុសកម្មរលកខ្លីដែលមានថាមពលខ្ពស់ពីពន្លឺព្រះអាទិត្យប៉ុន្តែភាគច្រើនផ្នែកដ៏តូចមួយនៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិកនេះត្រូវបានត្រឡប់ទៅអវកាសវិញទោះបីជាយ៉ាងណាក៏ដោយវាក៏បានឆ្លងកាត់បរិយាកាសហើយត្រឡប់មកផ្ទៃផែនដីដែរនៅពេលទៅដល់ផ្ទៃផែនដីពន្លឺព្រះអាទិត្យខ្លះត្រូវបានត្រឡប់ទៅវិញខណៈពេលនោះពន្លឺព្រះអាទិត្យដែលនៅសល់ក៏ត្រូវបានស្រូបទៅលើផ្ទៃផែនដីដូច្នេះហើយធ្វើឲ្យផែនដីឡើងកម្ដៅហើយក៏បានបញ្ចេញកម្ដៅទៅក្នុងបរិយាកាសវិញដែរថាមពលទាបនៃវិទ្យុសកម្មកម្ដៅធ្វើឲ្យមានរលកវែងនិងខ្យល់ក្ដៅអូស្មန်ផ្ទះកញ្ចក់ចាប់យកកម្ដៅវិទ្យុសកម្មចេញពីផ្ទៃផែនដីដូច្នេះពន្លឺព្រះអាទិត្យត្រូវបានស្រូបចូលដំបូងហើយបន្ទាប់មកបញ្ចេញកាំរស្មីឡើងវិញដំណើរការនេះគឺស្រដៀងទៅនឹងដំណើរការដែលកើតឡើងនៅក្នុងផ្ទះកញ្ចក់ដែលផ្ទៃកញ្ចក់បម្រើមុខងារដូចគ្នាទៅនឹងអូស្មန်ផ្ទះកញ្ចក់នៅពេលពន្លឺថ្ងៃឆ្លងកាត់កញ្ចក់វាត្រូវបានស្រូបយកដោយដីហើយត្រូវបានសាយភាយមកវិញក្នុងទម្រង់ជាកម្ដៅនេះត្រូវបានជាប់នៅក្នុងផ្ទះកញ្ចក់ដែលបណ្ដាលឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃសីតុណ្ហភាពប្រសិនបើមិនមានផលប៉ះពាល់នៃផ្ទះកញ្ចក់ធម្មជាតិនៅលើផ្ទៃផែនដីទេសីតុណ្ហភាពជាមធ្យមនឹងមាន35អង្សាសេទាបជាងនៅពេលបច្ចុប្បន្នឧស្ម័នភាគច្រើនដែលទទួលខុសត្រូវចំពោះឥទ្ធិពលផ្ទះកញ្ចក់ដូចជាចំហាយទឹកកាបូនឌីអុកស៊ីតមេតាននិងនីត្រាតអុកស៊ីតត្រូវបានរកឃើញតាមធម្មជាតិនៅក្នុងបរិយាកាសទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេល100ឆ្នាំមនុស្សមិនមួយចំនួនបានបង្ហាញខ្លួននៅក្នុងបរិយាកាសពិតមែនប៉ុន្តែមិនត្រូវបានគេរកឃើញឬដឹងភាគរយនៃការកកើតរបស់វាឡើយទាំងអស់នេះបង្កើតឥទ្ធិពលផ្ទះកញ្ចក់ដែលបណ្ដាលឲ្យមានកម្ដៅកាន់តែច្រើនឡើងនៅក្នុងបរិយាកាសការដុតអូស្មန်ប្រេងនិងធ្យូងថ្មបង្កើតបរិមាណកាបូនឌីអុកស៊ីតយ៉ាងច្រើនឧស្សាហកម្មរោងចក្រថាមពលនិងការដឹកជញ្ជូនក៏ទទួលខុសត្រូវចំពោះការបង្កើតកាបូនឌីអុកស៊ីតផងដែរការបំផ្លាញព្រៃឈើក៏ជាកត្តាដ៏សំខាន់មួយក្នុងការកើនឡើងនៃកាបូនឌីអុកស៊ីតដែលសាររុក្ខជាតិស្រូបយកកាបូនឌីអុកស៊ីតឧស្ម័នដែលមិនមែនជាធម្មជាតិត្រូវបានបង្កើតភាគច្រើនក្នុងអំឡុងពេលសកម្មភាពឧស្សាហកម្មក្នុងទម្រង់ជាសារធាតុរំលាយភ្នាក់ងារបន្សាបជាតិពុលឬសម្ភារៈអ៊ីសូឡុងមេតានបានផលិតជាលទ្ធផលនៃដំណើរការពុកផុយដែលភ្ជាប់ជាមួយនឹងសកម្មភាពកសិកម្មដូចជាការដាំដុះស្រូវនិងការចិញ្ចឹមសត្វគឺជាការព្យាបាលហើយការប្រព្រឹត្តកម្មទឹកសំណល់ក៏ទទួលខុសត្រូវចំពោះការផលិតមេតានផងដែរអុកស៊ីតមិនត្រូវបានបង្កើតឡើងនៅពេលដែលសារធាតុអាសូតដូចជាជីរលួយអ្នកស្រាវជ្រាវមួយចំនួនជំទាស់នឹងគំនិតដែលថាការប្រែប្រួលអាកាសធាតុបច្ចុប្បន្ននិងការកើនឡើងកម្ដៅផែនដីមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការកើនឡើងខ្លាំងនៃកំហាប់អូស្មန်ផ្ទះកញ្ចក់តាមទស្សនៈរបស់ពួកគេនេះគឺជាដំណើរការធម្មជាតិជាលទ្ធផលការប្រែប្រួលអាកាសធាតុនិងការកើនឡើងកម្ដៅផែនដីផ្ទាំងទឹកកកតំបន់ប៉ូលបានចាប់ផ្ដើមរលាយបណ្ដាលឲ្យមានការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រដែលជាហេតុបង្កការគំរាមកំហែងដល់ទីក្រុងតាមឆ្នេរសមុទ្រជាច្រើនជាមួយគ្នានេះចំនួនខ្យល់ព្យុះនិងកាំរន្ទះក៏កំពុងកើនឡើងដែរធ្វើឲ្យអាកាសធាតុកាន់តែមិនអាចទាយទុកជាមុនបានរីឯការបំផ្លិចបំផ្លាញវាលខ្សាច់វិញបានធ្វើឲ្យភ្លើងឆេះព្រៃញឹកញាប់ជាងមុនហើយសត្វជាច្រើនប្រភេទក៏បានជិតផុតពូជអស់ដែរ